បន្ទាប់ពីបានប្រារព្ធព្រះរាជពិធីបុណ្យយាងព្រះកោដ្ឋព្រះករណាព្រះមហាវរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋយាងគង់លើព្រះមហាបច្ឆា9ជាន់នៅទីលានព្រះមេនទៅតាមកន្លងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនារួចមកព្រះកោដ្ឋព្រះករណាព្រះមហាវរក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋព្រឹកថ្ងៃទី7ខែកុម្ភៈឆ្នាំ2013ត្រូវបានប្រារព្ធព្រះរាជពិធីដង្ហែព្រះកោដ្ឋព្រះបរមរតនកោដ្ឋយាងគង់នៅព្រះទីនាំងមហាមន្ទីរមហាប្រាសាទទេវាវិនិច្ឆ័យព្រះបរមរាជវាំងព្រះរាជពិធីបានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតអញ្ជើញចូលរួមในឱកាសនេះផងដែរមានវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាជាតិនិងលោកជំទាវសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវកេតិព្រះបណ្ឌិតសម្ដេចជ័យវាំងវរៈវៀងជ័យអធិបតីស្រឹងគារគង់សំអល់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងលោកជំទាវព្រមទាំងឯកឧត្តមលោកជំទាវជាអនុប្រធានប្រសិទ្ធិអនុប្រធានរដ្ឋសភាឯកឧត្តមលោកជំទាវជាឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់ជាព្រះរាជវង្សានុវង្សព្រមទាំងឯកឧត្តមលោកជំទាវជាអិសរាជជនជាន់ខ្ពស់ក្នុងជួរស្ថាប័នប្រសិទ្ធិរដ្ឋសភារាជរដ្ឋាភិបាលនិងនិមន្តសពមុខមន្ត្រីនៃព្រះបរមរាជវាំងជាច្រើនរូបព្រះរាជពិធីបុណ្យបានយាងនឹងនិមន្តសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចព្រះសង្ឃចំនួន90អង្គថ្វាយព្រះសតបករបន្ទាប់មកព្រះករណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យចាត់ព្រះរាជតំណាងឲ្យក្រុមបាគូមួយរូបយាងព្រះកោដ្ឋព្រះមហាវរក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋចុះពីព្រះមហាបច្ឆា9ជាន់គឺមានសេចក្តីជ្រាលជ្រៅនិងអាចនឹងបករណាប្រមាណព្រះបរមនាថនរោត្តមសីហមុនីសាននៃព្រះរាជាណាចក្រកម្ពុជាជាអង្គម្ចាស់សូមថ្វាយបង្គំចំពោះសម្ដេចព្រះមហាក្សត្រនរោត្តមមុនីនាថសីហនុព្រះបរមរាជជាតិខ្មែរនិងសូមជូនពរ
បន្ទាប់ពីក្រុមបាគូបានយាងព្រះកោដ្ឋព្រះមហាបរិក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋចុះពីព្រះមហាបច្ឆា9ជនរួចមកព្រះករណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានយាងព្រះកោដ្ឋព្រះមហាបរិក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋគង់លើព្រះទីន័ងសឹងដែលជាព្រះទីន័ងតម្កល់ព្រះកោដ្ឋព្រះបរមរតនកោដ្ឋដើម្បីប្រារព្ធព្រះរាជពិធីដង្ហែជាក្បួនចូលព្រះបរមរាជវាំងដោយក្នុងការនេះព្រះករណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេបានយាងព្រះកោដ្ឋព្រះមហាបរិក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋទៅតម្កល់លើព្រះមហាបច្ឆា9ជាន់ក្នុងព្រះទីន័ងមហាមន្ទីរព្រះបរមរាជវាំង
ចំពោះក្បួនដង្ហែព្រះកោដ្ឋព្រះមហាបរិក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋត្រូវបានបែងចែកជា9ផែនដោយក្នុងនោះរួមមានផែនទី1គឺជាផែនជាតិសាសនាព្រះមហាក្សត្រដោយមានអ្នកកាន់ទង់ជាតិធំមួយអ្នកកាន់ទង់ជាតិតូចមួយអ្នកកាន់ទង់សាសនាតូចមួយនិងអ្នកកាន់ទង់ព្រះមហាក្សត្រតូចមួយផែនទី2គឺជាផែនត្រៃទ័ពដើម្បីថ្វាយនៅព្រះរាជវឌ្ឍនកិច្ចចំពោះព្រះកោដ្ឋព្រះមហាបរិក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋផែនទី3ជាផែនកងទ័ពជើងគោកផែនទី4ជាផែនកងទ័ពជើងទឹកផែនទី5ជាផែនកងទ័ពជើងអាកាសផែនទី6ជាផែនវងភ្លេងពិនពាទ្យមួយវងធំផែនទី7ជាផែនព្រះរាជវង្សានុវង្សក្សត្រាផែនទី8ជាផែនក្រុមបាគូក្រវីពីងពាំងនិងផែនទី9ជាផែនតម្កល់ព្រះកោដ្ឋព្រះមហាបរិក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋដែលនៅក្នុងផែនដ៏ពិសេសនេះមានព្រះទីន័ងសឹងមួយគ្រឿងបានតម្កល់ព្រះកោដ្ឋព្រះមហាបរិក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋដង្ហែដោយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគង់លើព្រះទីន័ងសឹងនេះផងដែរដោយឡែកនៅខាងក្រោយផែនទី9នេះមានការដង្ហែពីក្រោយដោយសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាជាតិនិងលោកជំទាវសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវកេតេប្របណ្ឌិតសម្ដេចជាវិវាំងវរៈវិងជ័យអធិបតីស្រឹងគារគង់សំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងលោកជំទាវព្រមទាំងឯកឧត្តមលោកជំទាវជាអនុប្រធានព្រឹទ្ធសភាអនុប្រធានរដ្ឋសភាឯកឧត្តមលោកជំទាវជាឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីរដ្ឋលេខាធិការនិងឯកឧត្តមលោកជំទាវជាអិសរាជជនជាន់ខ្ពស់ក្នុងជួរស្ថាប័នព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងនិមឺនសពមុខមន្ត្រីនៃព្រះបរមរាជវាំងជាច្រើនរូប
ថែតក្នុងការក្បួនយើងដល់ក្នុងព្រះបរមរាជវាំងព្រះករណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះបរមរាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទ្រង់បានយាងព្រះកោដ្ឋព្រះមហាក្សត្រព្រះបរមរាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋពីព្រះទីន័ងសឹងចូលក្នុងមហាប្រាសាទទេវវិនិច្ឆ័យព្រះបរមរាជវាំងដើម្បីយាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋគង់លើព្រះមហាបច្ឆា9ជាន់ក្នុងព្រះទីន័ងមហាមន្ទីរដោយក្នុងការនេះសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចព្រះសង្ឃចំនួន90អង្គបានថ្វាយព្រះសត្តបករសូមថ្វាយនៅព្រះរាជមហាកុសលពីព្រះរាជពិធីបុណ្យនេះឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋសូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពគ្រប់ព្រះជាតិកុំបីឃ្លៀងឃ្លាតคล้ายជាបការៈដទៃឡើយព្រមទាំងបែបប្រភេទថ្វាយនៅព្រះសពសាទុការពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការដល់ប្រជានុរាស្ត្រជាកូនជាចៅចៅទូតចៅលូតរបស់ព្រះអង្គឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនក្នុងសុខសន្តិភាពក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងអង្គព្រះមហាក្សត្រីព្រះបរមរាជមាតាជាតិខ្មែរសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទូតសម្ដេចយាយលូតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយសេចក្តីសុខសេចក្តីចម្រើនសុភមង្គលសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ
អ
ตังมหาปัฏฐานาปะการนังเนยมัสสัมปัตตังเตเตเตวัตสังขาราโอวิญาณสัพพะโรโควินาศตุมิปัตตากนิสสกาหันตุสัพเพเอปานิโนเตเวียเนียเกียมหาธิกาปฏิกาปุญญังโลอนุโมทันโจเจรังรักขันตุโนสักทิอัตตาสัญญิโนกตังปุญญพลังไวหังสัพเพเทปิปวันตุเตเยตังกตังสุวิติตังตึงนังปุญญพลังไมเยเยจตังทัลเจียลังเตเตเวียปังวาเลเวตยงสัพเพโลกัมมเยสัตตาจีวันตาหาระเหตุกามโนยังโกจันังสัพเพละควันตุมะเจตสา